បងប្អូនទាំងគ្នាមិញយើងធ្វើ iPhone ឥឡូវ Android ម្ដងអញ្ចឹងណាបាទសម្រាប់ login ចូលនេះទូរស័ព្ទដៃ Android បាទអញ្ចឹងជាដំបូងនេះយើងទៅឡើង MT5 មកយើងចុចទៅលើ MT5 មកបាទ metadata file ហ្នឹងបាទហើយបន្តមកទៀតបាទបន្តមកទៀតយើងយក tray 3ខាងឆ្វេងដៃហើយយើងចុចទៅលើឈ្មោះបាទបន្តមកទៀតយើងចុចសញ្ញាបូកបាទហើយបន្តមកទៀតយើងឃើញពាក្យសញ្ញា scan នៅខាងស្ដាំដៃខាងលើហ្នឹងបាទហើយវានឹងចេញសញ្ញា scan បែបនេះបងប្អូនគ្រាន់តែធ្វើការ scan បាទណា scan ទៅអូខេចូលដោយអូតូអញ្ចឹងណាបាទហើយបងប្អូនបើកទៅកន្លែង trade បាទ history បាទកន្លែង chat មានអីនៅក្នុងហ្នឹងហើយបងប្អូនមើលអញ្ចឹងណាបាទហើយបន្តមកទៀតបងប្អូនមើលឃើញកន្លែងនេះឃើញគេហៅថាតួលេខចំណេញបាទចំណេញណាបាទ$130ក្នុងថ្ងៃនេះអូតូហ្នឹងចំណេញ$130ណាវ៉ាវណែហ្នឹងហើយបាទនេះរបៀប login ចូលសម្រាប់ទូរស័ព្ទ Android ណាបាទអូខេណាអរគុណច្រើនបាទអរគុណបាទ